សូមឲ្យបារមីដែលជាគ្រូខ្ញុំទាំងតូចទាំងធំចូលមកសម្រុកគ្រូភ្នំគូលែនគ្រូភ្នំសន្ទុកសូមជួយឲ្យសុខដល់កូនចៅផងយាយយ៉ាត្បូងថ្មនៅខេត្តបៃលិនតែចូលដំដិនកែនតបអើងកងអ្នកតាទ្វារស្រុកជួយស្រាយចំណងអ្នកតារៀមច្បងជួយចងកំភ្លៀតអ្នកតាកងជុំជំរុំកងជ័យព្រៃក្បាល8ខ្មោច500ជាតិព្រៃកន្តងខៀវអសុរកាយទៀតចូលមកប្រងព្រាតដាស់មុនអាគមសូមព្រះឥសូរស្រែកធ្ងោសន្ធឹកលន់លឺកុកក្រឹកមេឃកស្រទុំព្រះរាមថ្លែងសហនុមានលើកភ្នំមាត់សោតហើយផ្លុំសំណុំសង្វាសូមព្រះអាគីបញ្ចេញសូរសែងដាស់យន់កន្សែងសត្រូវរអាឲ្យព្រះវាយោបក់ផាត់ពេលណាផ្ទាំងថ្មសិលាក៏ក្រើកពេញព្រៃសូមព្រះគង្គីបញ្ចេញរិទ្ធីឯព្រះធរណីសូមគិតលោកលៃនាងរំសាយសក់បូតទឹកទាំងថ្ងៃនាំគ្នារួមដៃនឹងព្រះឥសីជួរភ្នំក្រវាញក្រសោបចិត្តកាយអោរាលខ្ពស់ឆ្ងាយតើនៅធ្វើអ្វីជួរភ្នំដងរែកភ្នំប្រុសភ្នំស្រីភ្នំនាងកងរៃភ្នំដីក្រាំងមាសគ្រូច្រើនដំណរសូមមកប្រជុំហាមាត់សោតផ្លុំខ្មោចព្រៃរត់ជាពួកមរែងគង់វីលយ៉ាងច្រើនពេញពាសពួកក្រុតពួកនាគនិងពួកយក្សាខ្មោចមួយរត់ជន់ព្រាយមួយរត់ជួបណ្ដាលពួកឈ្នួរគ្រប់រងអ្នកតាកន្លែងបួងសួងសូមក្តីសុខណាទាំងពួកទេវតារក្សាព្រៃព្រឹកនេះគ្រាន់តែរាប់លើកមកខ្លីៗទីពឹងសពថ្ងៃមានច្រើនសន្ធឹកខ្លះជឿលើភ្នំអ្នកតាក៏ក្រឹករួចតាំងធ្វើរឹកមើលងាយសាសនាទោះជាខំជឿថាខ្លាំងក៏ដោយដល់ពេលចុងក្រោយគឺត្រូវមរណាពេលនោះដឹងហើយប្រែតឬទេវតាតើមាននរណាអាចជួយយើងបានព្រះពុទ្ធចង្អុលប្រាប់ផ្លូវប្រពៃឲ្យជនប្រុសស្រីធ្វើចិត្តសន្តានជឿលើកម្មផលខំសាងប៉ុន្មានជាអ្នករុញច្រានឲ្យកើតជាតិថ្មីគឺគ្មាននរណាជួយយើងបានឡើយព្រះធម៌នឹងហើយរួចផុតភព3បើយើងជឿតាមមិនទៅអវិជ័យគួរគិតលោកលៃតាមចិត្តខ្លួនចុះសវណ្ណលក្ខជាជាការីសូមទោសកវីបើមានកំហុសប៉ះពាល់យ៉ាងណាមេត្តាសន្តោសញាតិញោមស្រីប្រុសអត់ទោសខន្តីហើយសូមជូនបុណ្យដែលសាងទាំងអស់ជូនទៅដោយស្មោះមិនទុកធ្វើអ្វីព្រះសង្ឃគ្រប់អង្គញាតិញោមតាយាយឲ្យផុតទុក្ខភ័យដល់និព្វានង